បាទគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានធ្វើដំណើរចេញពីខុំប្រាសាទបន្ទាប់ពីខ្ញុំហូបអីចឹងគឺខ្ញុំធ្វើដំណើរឆ្ពោះទៅខាងខេត្តកំពង់ធំបាទហើយនេះជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើដំណើរនៅពេលព្រឹកហើយយើងក៏បានធ្វើដំណើរតាមដងផ្លូវជាតិលេខ6ដើម្បីឆ្ពោះទៅទីរួមខេត្តកំពង់ធំហើយទស្សនវិជ្ជាទាំងអស់នេះខ្ញុំចែករំលែកទៅកាន់ពុកម៉ែបងប្អូនឲ្យបានទស្សនាទាំងអស់គ្នាបាទហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តហើយជួយគាំទ្រវីដេអូនេះបន្តទៀតដើម្បីជាកម្លាំងចិត្តដល់លោកខ្ញុំបាទដើម្បីធ្វើវីដេអូថ្មីសម្រាប់ការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាបាទបន្ទាប់ពីយើងបានឆ្លងកាត់នៅខាងផ្សារតាំងកសាំងហើយយើងក៏ចាប់ផ្ដើមធ្វើដំណើរទៅតាមផ្លូវវាងក្រុងគេហៅផ្លូវអាស៊ានដែលយើងបានធ្វើដំណើរនេះរហូតអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទស្សនាវីដេអូនេះពីដើមដល់ចប់ហើយកុំភ្លេចជួយចុច Subscribe នៅ Channel របស់ខ្ញុំមួយផងដើម្បីឲ្យខ្ញុំបានធ្វើវីដេអូហ្នឹងថ្មីសម្រាប់ការបង្ហាញក៏ដូចជាការចែករំលែកទៅកាន់ពុកម៉ែបងប្អូនអំពីទេសភាពក៏ដូចជាទស្សនវិជ្ជានៅតាមដងផ្លូវដែលខ្ញុំបានធ្វើដំណើរនេះនៅក្នុងវីដេអូរបស់ខ្ញុំនេះផងដែរបាទអញ្ចឹងពុកម៉ែបងប្អូនទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទបន្ទាប់ពីខ្ញុំបានចូលចាក់សាំងរួចគឺខ្ញុំបានធ្វើដំណើរបន្តទៀតដើម្បីឲ្យទៅដល់ខេត្តកំពង់ធំហើយក៏សូមអភ័យទោសទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាផងគឺវីដេអូរបស់ខ្ញុំគឺខ្ញុំធ្វើលក្ខណៈកាត់ទេដោយសារតែខ្ញុំគិតថាបើសិនជាខ្ញុំដាក់វីដេអូវែងប្រហែលជាពុកម៉ែបងប្អូនមើលទៅប្រហែលជាអាចនឹងធុញក៏ដូចជាសាំផងដែរអញ្ចឹងហើយគឺខ្ញុំធ្វើវីដេអូនេះគឺកាត់នៅចំណុចណាដែលវាល្អណាមួយជាចំណុចណាដែលពុកម៉ែបងប្អូនអាចមើលទៅតាក់ទាញចំណាប់អារម្មណ៍អញ្ចឹងណាហើយនេះយើងបានកំពុងមកដល់នៅចិត្តដល់ច្រកចូលនៃខាងភ្នំសន្ទុកហើយយើងក៏ធ្វើដំណើរទៅមុខទៀតដើម្បីចែករំលែកសកម្មភាពក៏ដូចជាទស្សនវិជ្ជាទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាទាំងអស់គ្នាហើយសង្ឃឹមថាពុកម៉ែបងប្អូនមិនភ្លេចទេនៅការគាំទ្រក៏ដូចជាការចុចនៅ Subscribe នៅ Channel នេះដើម្បីទទួលបានវីដេអូថ្មីបន្តទៀតនៅពេលក្រោយដែលខ្ញុំបានធ្វើវីដេអូនេះបាទហើយនេះជាសកម្មភាពមួយដែលយើងបានមកដល់នៅឃុំកកោះហើយយើងក៏ចាប់ផ្ដើមធ្វើដំណើរនេះបន្តទៀតដើម្បីធ្វើការចែករំលែកសំខាន់គឺឲ្យពុកម៉ែបងប្អូនបានឃើញអំពីទស្សនវិជ្ជានៅតាមដងផ្លូវជាតិលេខ6ផងដែរអញ្ចឹងពុកម៉ែបងប្អូនទស្សនាវីដេអូនេះបន្តទៀតបាទ ប
បាទនេះពុកម៉ែបងប្អូនខ្ញុំបានធ្វើដំណើរមកដល់នៅកន្លែងគេដាប់ព្រះបាទ
បាទពុកម៉ែបងប្អូននេះខ្ញុំបានធ្វើដំណើរមកជិតដល់នៅរពូមូលលោកតាក្រហមកហើយខ្ញុំក៏បន្តដំណើរធ្វើនេះគឺដើម្បីជាការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាបានទស្សនាហើយសង្ឃឹមថាពុកម៉ែបងប្អូនប្រកាសជានៅចុចនៅពាក្យ Subscribe ក៏ដូចជា Like Share Comment អីជាដើមអញ្ចឹងណាសម្រាប់ទទួលបានវីដេអូថ្មីៗបន្តទៀតនៅក្នុង Channel របស់ខ្ញុំបាទនេះជាទស្សនវិជ្ជានៅក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំដែលខ្ញុំបានមកដល់ទីតាំងនេះហើយបាទសូមអរគុណ